ចឹងក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីការ set schedule update price តែមុខងារនេះប្រើសម្រាប់ការបង្កើនទុកមុននៅ schedule ការប្រែតម្លៃគោលមានន័យថាជាតម្លៃរាយដែលយើងបានកំណត់គោលមុនគេរបស់តំណែងហើយនឹងមានការ upload ទៅ core system តាម schedule ដែលបានកំណត់ចឹងកន្លែងហ្នឹងដែរខ្ញុំសូមធ្វើការបង្ហាញនៅក្នុង system ចឹងដើម្បីធ្វើការ set schedule update price បានយើងចូលទៅកាន់មុខងារproduct បន្តមកទៀតយើងមានមុខងារនៅខាងក្រោមដែលយើងនិយាយពី set schedule update price ចឹងនៅពេលដែលយើងចូលមកដល់គឺយើងអាចឃើញ main menu ខ្លះប្រសិនបើយើងមានការបង្កើតស្រាប់ហើយ menu ទាំងអស់ហ្នឹងអាចនឹងមាន pending ឬក៏បាន update រួចរាល់ហើយកន្លែងនេះគឺយើងនៅកំណត់ការ pending ហើយនៅពេលដែលយើងធ្វើការបង្កើតថ្មីក៏វានៅ pending ដូចគ្នាដែរដោយសារតែយើងធ្វើការបង្កើតសម្រាប់schedule update ទៅអនាគតចឹងខ្ញុំឧទាហរណ៍ថាមានការបង្កើតទៅលើ schedule update price ទៅអនាគតយើងអាចចូលមកដល់យើងបញ្ជាក់ទៅលើ reference នៃការ update កន្លែងនេះប្រសិនបើយើងមានចឹងយើងអាចកំណត់បានថាយើងfocus ទៅលើអីអូខេបន្តមកទៀតចំពោះ effective date គឺយើងអាចកំណត់បានតើការកំណត់ schedule របស់យើងចាក់ available ឬក៏ upload ក្នុងថ្ងៃណាយើងអាចដាក់ថ្ងៃដែលយើងចង់បានមួយវិញទៀតទៅលើថ្ងៃទៅលើចំនួនម៉ោងគឺយើងប្រើប្រាស់ជា24ម៉ោងអញ្ចឹងយើងអាចកំណត់បានដូចគ្នាតើ schedule មួយនេះ update នៅពេលណាបើសិនបើយើងបើកហាងនៅម៉ោង6ព្រឹកគឺទូទៅសម្រាប់ការ update គឺយើងអាច update នៅក្នុងម៉ោង12ឬក៏ម៉ោង1ព្រឹកបានមានន័យថាវានឹង upload ទៅមុននៅពេលដែលគាត់បើកទៅលើកម្មវិធី POS វានឹង send data ចូលតែម្ដងប៉ុន្តែបើសិនជាយើងចង់ឲ្យគៀកខ្លាំងយើងអាចដាក់ត្រឹមម៉ោង5ព្រឹកបែបនេះគឺពេលដែលគាត់បើកទៅលើ POS គឺនឹង data load ចូលតែម្ដងចឹងនៅពេលដែលយើងធ្វើរួចរាល់យើងអាចធ្វើការរក្សាទុកបានបន្ទាប់ពីការរក្សាទុកហើយយើងឃើញថា schedule ហ្នឹងនៅ pending អញ្ចឹងនៅពេលដែលវាបាន upload វានឹងបដូរ status កន្លែងហ្នឹងទៅជា close ឬក៏បាន upload ចាបន្តមកទៀតយើងអាចធ្វើការចូលទៅសិនមានន័យថា schedule នេះគឺគ្រាន់តែបង្កើតចេញជា template ទេប៉ុន្តែយើងអត់បាន set price អីទាំងអស់អញ្ចឹងយើងអាចចូលមកកាន់ពាក្យថា set price ដើម្បីធ្វើការហៅទៅលើក្រុមទំនិញដែលយើងបានថាចងដើម្បីធ្វើការ update មិញហ្នឹងអញ្ចឹងយើងអាច filter រក category ណាមួយមកខ្ញុំឧទាហរណ៍ទៅលើ category 1អូខេចឹងខ្ញុំឧទាហរណ៍ថា category នេះគឺយើងត្រូវការ update price ទាំងអស់តែម្ដងទៅលើ add ចាស់ price ឬក៏ margin price យើងអាច select បានអញ្ចឹងខ្ញុំសូម add ទៅលើ add ចាស់ price ខ្ញុំ add 10% បន្ថែមទៅលើ price ដែលយើងមានស្រាប់នេះ price ទី1 price ទី2 price ទី1ជា price code ធម្មតា price ទី2ជា price code ដែរតែមាន VAT អញ្ចឹងយើងអាចបញ្ចូលជាមួយនឹងតម្លៃ 10% ហើយចុចទៅលើប៊ូតុង set value វានឹងឃើញការ update new price បន្ទាប់ពីបូក 10% ហើយអញ្ចឹងកន្លែងនេះបើសិនបើយើងចង់បូកបន្ថែមគឺយើងប្រើជាលេខធម្មតាប៉ុន្តែបើសិនបើយើងចង់ធ្វើការដកយើងមកបញ្ចូលជាមួយនឹងសញ្ញាដកដើម្បីឲ្យវាថយចុះពីលើ price code ដែលយើងធ្លាប់បានមានចឹងកន្លែងនេះដែរគឺមុខងារដូចស្តៀងគ្នាជាមួយនឹងមុខងារ update price ធម្មតាទូទៅទេគ្រាន់តែមុខងារ update price ទូទៅធម្មតាគឺយើងត្រូវការធ្វើដើម្បីឲ្យវា load ចូលភ្លាមមានន័យថាធ្វើកំឡុងពេលហ្នឹងហើយទាញតិន្នន័យកំឡុងពេលហ្នឹងដើម្បី update តែម្ដងប៉ុន្តែក្នុងវិធីសាស្ត្រនេះគឺយើងធ្វើទុកមុនដើម្បីកុំឲ្យ price ហ្នឹងវា affect នៅក្នុងថ្ងៃមានន័យថាការលក់គឺខុសគ្នាក្នុងមួយថ្ងៃហ្នឹងចឹងនៅពេលដែលយើងកំណត់ជាតម្លៃរួចរាល់យើងគ្រាន់តែ tick ទៅលើគ្រប់តំណែងដែលបាន apply ហើយធ្វើការចុច save ដើម្បី update គឺរួចរាល់គ្រប់គ្រាន់ប៉ុន្តែមួយទៀតបើសិនបើយើងចង់ទាញជា template ដើម្បីធ្វើការបំពេញយើងអាច download ហើយ import ចូលមកវិញបានហើយវិធីសាស្ត្រ download និង import គឺយើងមានដូចគ្នាជាមួយនឹងមុខងារផ្សេងៗដែរដែលយើងបានធ្វើការកំណត់រួចរាល់ចឹងកន្លែងនេះបើសិនបើអូខេហើយយើងអាចធ្វើការចុច saveចឹងមានន័យថាការបង្កើត template ជាមួយនឹងការ set ជាមួយនឹងទំនិញ update price គឺបានចប់សពគ្រប់រងចាំតែពេលដែលវាធ្វើការ upload ទៅគឺនឹងឃើញតម្លៃដែលយើងបានធ្វើការកំណត់ក្នុងថ្ងៃទី22ហ្នឹង Yes អញ្ចឹងការបង្ហាញខ្ញុំមានប៉ុណ្ណឹង